អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែរឬទេថាហេតុអីបានជាសមុទ្រចិនខាងត្បូងនឹងវាគឺជាប្រភពនៃចំនួនរវាងប្រទេសជាច្រើនហើយសួរថាតើច្បាប់អន្តរជាតិនឹងគាត់បានចូលរួមដោះស្រាយដោយវិធីណាហើយការដោះស្រាយទាំងអស់នោះទទួលបានជោគជ័យដែរឬទេចឹងផងដែរប្រធានបទថ្ងៃនេះពួកយើងនឹងសិក្សានឹងយល់ដឹងអំពីទូនីតិរបស់ UN CLOS ក្នុងការដោះស្រាយចំនួនសមុទ្រចិនខាងត្បូងនិងការផ្នែកកំណត់ឬក៏ការយល់ដឹងចំពោះប្រធានបទនេះសម្រាប់សិស្សនិស្សិតដទៃទៀតថ្ងៃនេះនិស្សិតទី1របស់យើងដែលគាត់នឹងសិក្សានៅមុខជំនាញផ្នែកច្បាប់ដែលមុខជំនាញផ្នែកច្បាប់អញ្ចឹងដើម្បីដឹងថាគាត់យល់ឃើញអំពីនៅប្រធានបទរបស់យើងដោយរបៀបណាជួបជាមួយពួកយើងទាំងអស់គ្នាអូខេហ្នឹងហើយបងឯងឈ្មោះសេរ៉ាត្រូវអត់អញ្ចឹងខ្ញុំឮថាមុនហ្នឹងក៏ខ្ញុំបានជួបជាមួយបងឯងតិចដែរតែតកតងជាមួយនឹងចង់សួរព័ត៌មានតិចតួចតកតងជាមួយនឹងប្រធានបទនៅ UN CLOS អញ្ចឹងបងឯងធ្លាប់ឮអត់ថា UN CLOS ហ្នឹងជាអីគេបាទតាមការសិក្សានិងការយល់ដឹងរបស់ខ្ញុំកន្លងមក UN CLOS ហ្នឹងគឺជាប្រភេទច្បាប់មួយដែលគេបង្កើតឡើងស្ដីពីតកតងជាមួយនឹងសមុទ្រហើយUN CLOS ហ្នឹងបើជានិយមន័យជាទូទៅរបស់គេហ្មងគឺជាសន្ធិសញ្ញាមួយដែលត្រូវបានអនុវត្តនៅក្នុងឆ្នាំ1982និងត្រូវបានចូលជាធរមាននៅឆ្នាំ1994ហើយនៅក្នុងច្បាប់មួយនេះគឺគេបង្កើតនិងធ្វើឡើងដើម្បីផ្ដល់សិទ្ធិនិងកាតព្វកិច្ចមួយចំនួនទៅដល់រដ្ឋក្នុងការតកតងទៅជាមួយនឹងការប្រើប្រាស់សមុទ្រមហាសមុទ្រជាមួយនឹងធនធានធម្មជាតិចម្រុះនៅក្នុងសមុទ្រផងដែរបងចាហ្នឹងហើយបងមួយវិញទៀតខ្ញុំធ្លាប់ឮថាUN CLOS ហ្នឹងវាគឺជារដ្ឋធម្មនុញ្ញមួយនៃសមុទ្រអញ្ចឹងបងអាចបញ្ជាក់បានអត់ថាហេតុអីបានគេចាត់ទុកថា UN CLOS ហ្នឹងគឺជារដ្ឋធម្មនុញ្ញនៃសមុទ្របានជាគេចាត់ទុកថា UN CLOS ហ្នឹងគឺជារដ្ឋធម្មនុញ្ញនៃសមុទ្រដោយសារតែ UN CLOS គឺមានសិទ្ធិនិងទូនាទីមួយជាអ្នកកំណត់នៅរបៀបគ្រប់គ្រងសមុទ្រនៅក្នុងពិភពលោកទាំងការកំណត់នៅព្រំដែនការពារបរិស្ថានសមុទ្រការរុករកជាមួយនឹងការដោះស្រាយចំនួននានានៅបណ្ដាសមុទ្រផងដែរបងចាហ្នឹងហើយបងខ្ញុំធ្លាប់ឮឃ្លាមួយដែលគេនិយាយថាសមុទ្រដែនដីអញ្ចឹងបងយល់យ៉ាងម៉េចដែរថាសមុទ្រដែនដីហ្នឹងគឺជាអីគេទៅតាមរយៈការសិក្សារបស់ខ្ញុំបងតើតើជាមួយនឹងដែនសមុទ្រដែនដីហ្នឹងគឺជាប្រភេទតំបន់សមុទ្រមួយដែលវាស្ថិតនៅជាប់ទាំងឆ្នេររបស់រដ្ឋដែលទីតាំងនៃតំបន់ដែនសមុទ្រដែនដីហ្នឹងគឺវាលាតសន្ធឹងប្រហែលជា12ម៉ាយពីសមុទ្រដែលយើងគិតពីបន្ទាត់មូលដ្ឋានរបស់សមុទ្រនោះបងហើយនៅក្នុងដែននេះគឺរដ្ឋគាត់មានអធិបតេយ្យភាពពេញលេញនៅក្នុងការអនុវត្តច្បាប់មួយចំនួនតកតងទៅជាមួយនឹងសមុទ្រដែលនៅក្នុងនោះតកតងជាមួយនឹងផ្ទៃសមុទ្របាតសមុទ្រដីកោងបាតសមុទ្រជាមួយនឹងដែនខាងដីអាកាសខាងលើបងហើយទៅគឺគេសិក្សាទាំងមូលនៃសមុទ្រតែម្ដងបងចំពោះតំបន់សេដ្ឋកិច្ចផ្ដាច់មុខគឺវាមិនខុសពីតំបន់ដែនដីសមុទ្រទេបងតំបន់នេះគឺជាតំបន់មួយដែលលាតសន្ធឹងធំជាងតំបន់ដែនដីសមុទ្របន្តិចដោយសារតែតំបន់នេះគឺវាលាតសន្ធឹងរហូតដល់200ម៉ៃបងប៉ុន្តែអ្វីដែលខុសពីដែនសមុទ្រដែនដីខ្លាំងនោះគឺរដ្ឋនេះគឺគាត់អត់មានអធិបតេយ្យភាពពេញលេញដូចដែនសមុទ្រដែនដីទេបងប៉ុន្តែគាត់មានអធិបតេយ្យភាពមួយចំនួនដូចជាការស្វែងរកការរុករកការអភិរក្សនិងការគ្រប់គ្រងនៅធនធានធម្មជាតិមួយចំនួននៅក្នុងសមុទ្របងចុះមួយវិញទៀតដែលតកតងទៅនឹងបាតសមុទ្រទ្វីបអញ្ចឹងបាតសមុទ្រទ្វីបហ្នឹងវាខុសគ្នាជាមួយនឹងពីខាងលើហ្នឹងមិនដែរបងចំពោះចំណុចដែលគេហៅថាបាតសមុទ្រទ្វីបហ្នឹងបងគឺវាខុសពីតំបន់ពីខាងលើដោយសារតំបន់បាតសមុទ្រនេះគឺគេនិយាយអំពីបាតសមុទ្រជាមួយនឹងដីកោងបាតសមុទ្រដែលវាជាការបន្តនៃការអភិវឌ្ឍដីគោករបស់រដ្ឋហើយនៅក្នុងតំបន់នេះគឺវាលាតសន្ធឹងប្រហែលជា200ម៉ាយដែលទៅគឺវាទំហំវាធំប៉ុន្តែបើសិនជានៅក្នុងរដ្ឋដែលតាក់ទងជាមួយនឹងតំបន់ហ្នឹងគាត់ចង់ពង្រីកឬក៏ចង់ស្នើសុំឲ្យបានទំហំធំជាងនេះគាត់ត្រូវតែធ្វើតាមការកំណត់ជាក់លាក់របស់ UN CLOS បងអញ្ចឹងបានន័យថា UN CLOS ជាអ្នកកំណត់នៅគោលការណ៍មួយចំនួនដើម្បីឲ្យប្រទេសដទៃដែលគាត់ចង់ពង្រីកនៅដែនបាតសមុទ្រនឹងត្រូវអត់ចាបងហ្នឹងហើយបងអរគុណច្រើនបងចាស់មួយវិញទៀតបងធ្លាប់លើករណីចំនួនក្នុងឆ្នាំ2016រវាងហ្វីលីពីនហើយនិងឆៃណាដែរអត់បងចាំបងខ្ញុំបានលើហើយក៏បានសិក្សាទាក់ទងជាមួយនឹងចំនួនរវាងប្រទេសទាំងពីរទាំងដែរបងដោយនៅក្នុងចំនួនហ្នឹងគឺប្រទេសចិនគាត់បានអះអាងទៅលើសិទ្ធិរបស់គាត់ហ្នឹងប្រហែលជា90%ទៅលើសិទ្ធិបាច់មុខរបស់គាត់គឺ9 ដែលស្លាញ់ដោយនៅក្នុងនោះគឺគាត់បានអធិប្បាយជាច្រើនប៉ុន្តែគឺគាត់អត់បានសម្រេចដោយសារតែខាងហ្វីលីពីនគឺគាត់បានអះអាងយ៉ាងខ្លាំងទៅវិញថាអ្វីដែលចិនគាត់បានលើកឡើងហ្នឹងគឺវាអត់ធម្មតាទេប៉ុន្តែ
វាបែរទៅជាការរំលោភសិទ្ធិរបស់ប្រទេសហ្វីលីពីនទៅវិញបង អូខេបងហ្នឹងហើយបងមួយទៀតខ្ញុំចាប់អារម្មណ៍ទៅលើពាក្យថា nine deadline ណាតើបងអាចបញ្ជាក់បានអត់ថានៃ nine deadline ហ្នឹងវាមានន័យយ៉ាងម៉េចទៅ ចំពោះពាក្យណាញដែលស្លាញ់គឺវាតកតងជាមួយនឹងដែនសមុទ្រយើងដឹងស្រាប់អីគឺវានិយាយទៅលើកតងជាមួយនឹងបន្ទាត់9ខ្សែនៃដែនសមុទ្ររបស់ចិនខាងត្បូងតែនៅក្នុងណាញដែលស្លាញ់ហ្នឹងគឺចិនគាត់បានប្រើប្រាស់ដើម្បីទាមទារយកសេចក្តីមុខរបស់ខ្លួនទៅលើដែនសមុទ្រចិនខាងត្បូងទាំងនោះបង យេបងខ្ញុំចង់បកក្រោយវិញបន្តិចទៅលើចំនួនក្នុងឆ្នាំ2016រវាងហ្វីលីពីននិងចិនហ្នឹងណាខ្ញុំចង់សួរថារវាងករណីចំនួនហ្នឹងចុះហ្វីលីពីនវិញតើគាត់មានប្រតិកម្មយ៉ាងណាឬក៏គាត់ធ្វើបែបណាដែរទៅលើចំនួនហ្នឹង ចាំបងនៅក្នុងចំនួនរវាងប្រទេសទាំងពីរហ្នឹងគឺខាងប្រទេសហ្វីលីពីនគឺគាត់អត់យកព្រមឬក៏សឹកចិត្តទៅជាមួយនឹងក៏ចំនួនរវាងប្រទេសទាំងពីរហ្នឹងឯងដោយគាត់បានប្រមូលយកនៅសំណុំឯកសារមួយចំនួនទៅប្តឹងក៏ខាងចិននៅក្នុងឆ្នាំ2013បងទៅកាន់តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ ចាំបងចំពោះការដោះស្រាយនៅចំនួនរវាងហ្វីលីពីនជាមួយនឹងចិនហ្នឹងគឺអាញាកណ្ដាលចិនត្រៃហ្នឹងគឺគាត់បានធ្វើការសង្កត់ធ្ងន់ទៅលើ4ចំណុចទាក់ទងជាមួយនឹងចិនដោយចំណុចទី1ហ្នឹងគឺកាងតុលាការបាននិយាយថាណែដែលស្លាញ់របស់ចិនហ្នឹងគឺมันមានមូលដ្ឋានច្បាប់ណាមួយទាក់ទងជាមួយនឹង UN Clause ទេបងហើយចំពោះទាក់ទងជាមួយនឹងតំបន់មួយចំនួនដែលចិនគាត់បានទាមទារធ្វើជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខហ្នឹងក៏ខាងតុលាការគឺគេអត់យកព្រមដែរហើយ ក៏គេបានបញ្ជាក់បន្ថែមទៀតគឺចិនហ្នឹងគឺបានរំលោភសិទ្ធិនៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខមួយចំនួនរបស់ហ្វីលីពីននិងបញ្ជាក់បន្ថែមទៀតគឺចិនគាត់បានធ្វើឲ្យមានផលប៉ះពាល់មួយចំនួនយ៉ាងខ្លាំងទៅទាក់ទងជាមួយនឹងបញ្ហាបរិស្ថានសមុទ្ររបស់ប្រទេសហ្វីលីពីនផងដែរបង ចាអរគុណច្រើនបង នឹងចូលដល់ចំណុចបន្ទាប់ខ្ញុំនឹងបញ្យល់អំពីមូលហេតុថាហេតុអ្វីបានជាសមុទ្រចិនខាងត្បូងខ្ល้ายជាតំបន់ដែលមានចំនួនដ៏យូរអង្វែង ចឹងជាដំបូងសមុទ្រចិនខាងត្បូងគឺជាសមុទ្រដ៏ធំមួយដែលស្ថិតនៅចន្លោះប្រទេសដូចជាវៀតណាមហ្វីលីពីនម៉ាឡេស៊ីប្រ៊ុយណេនិងតៃវ៉ាន់ហើយចំនួននេះចាប់ផ្ដើមតាំងពីទសវត្សរ៍ឆ្នាំ1970មកដែលវាជាចំនួនដ៏រ៉ាំរ៉ៃប៉ុន្តែចាប់ផ្ដើមមានបញ្ហាក្រោយពេលដែលគេស្វែងរកឃើញថាតំបន់ហ្នឹងមានប្រេងនិងឧស្ម័នធម្មជាតិជាច្រើន ចឹងមូលហេតុទី1គឺការទាមទារអធិបតេយ្យភាពដែលមានការជាន់គ្នាចឹងប្រទេសនីមួយៗយកប្រវត្តិសាស្ត្រផែនទីនិងច្បាប់អន្តរជាតិដែលជាមូលដ្ឋាននៃការទាមទាររបស់ខ្លួនហ្នឹងជាពិសេសប្រទេសចិនបានអះអាងលើតំបន់ជាច្រើនថាតាមរយៈខ្សែបន្ទាត់9ឬក៏ nine deadline ដែលគ្របដណ្ដប់លើផ្ទៃសមុទ្រជាច្រើនហើយចំណែកមូលហេតុទី2វិញគឺធនធានធម្មជាតិដោយដែលយើងបានដឹងចឹងថាមានដូចជាធនធានប្រេងនិងឧស្ម័នធម្មជាតិជាច្រើនចឹងសមុទ្រនេះសម្បូរទៅដោយត្រីប្រេងឧស្ម័នដែលមានសារៈសំខាន់ចំពោះសន្តិសុខស្បៀងហើយនិងសន្តិសុខធម្មពលរបស់ប្រទេសជុំវិញពិភពលោកផងដែរមូលហេតុទី3គឺយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូងហ្នឹងជាផ្លូវដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់ដែលភ្ជាប់ជាមួយនឹងមហាសមុទ្រនិងមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកអញ្ចឹងសរុបមកវិញមកចំនួននេះមិនមែនជាកត្តាតែមួយទេប៉ុន្តែវាជាការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រធនធានធម្មជាតិនិងច្បាប់អន្តរជាតិនិងផលប្រយោជន៍របស់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់នោះផងដែរ ចឹងចំណុចបន្ទាប់និយាយអំពីតើប្រទេសណាខ្លះដែលបានទាមទារអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូងហ្នឹងហើយតើការទាមទារហ្នឹងខុសគ្នាបែបម៉េចចឹងយើងនឹងស្វែងយល់អំពីប្រទេសដែលពាក់ព័ន្ធនឹងចំនួនសមុទ្រចិនខាងត្បូងទាំងអស់គ្នាចឹងប្រទេសដែលមានដែលបានទាមទារអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូងហ្នឹងមានចំនួន6គឺចិនវៀតណាមហ្វីលីពីនម៉ាឡេស៊ីប្រ៊ុយណេនិងតៃវ៉ាន់ដែលដោយដែលខ្ញុំបានរៀបរាប់ ពីមុនមកចឹងប្រទេសចិនបានទាមទារតំបន់ភាគច្រើនដោយផ្អែកលើប្រវត្តិសាស្ត្រខ្សែបន្ទាត់តៃវ៉ាន់ក៏បានទាមទារស្រដៀងគ្នាដែរចឹងព្រោះតែខ្លួននឹងរក្សាការទាមទារនឹងដែលមានតាំងពីរដ្ឋាភិបាលចិនសម័យមុនមកហើយចឹងចំណែកវៀតណាមវិញទាមទារការប្រជុំកោះ Paracel និង Spratly ដោយផ្អែកលើផុតតាមប្រវត្តិសាស្ត្រនិងការគ្រប់គ្រងជាបន្តបន្ទាប់ចំណែកឯហ្វីលីពីនម៉ាឡេស៊ីនិងប្រ៊ុយណេវិញផ្អែកជាចម្បងលើអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ1982ឬក៏ UN Clause ដោយអះអាងថាតំបន់ទាំងនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខឬក៏ ACC របស់ខ្លួនហ
ហើយតមកភាពខុសគ្នាឬក៏ភាពសំខាន់គឺប្រទេសចិនបានផ្អែកលើការអះអាងថាប្រវត្តិសាស្ត្រឬក៏ខណៈដែលប្រទេសផ្សេងនោះភាគច្រើនផ្អែកលើអន្តរជាតិជាពិសេស UN Clock ហើយតមកដោយសារតែមូលហេតុឬក៏មូលដ្ឋាននៃការទាមទារខុសគ្នាហ្នឹងហើយទើបការចរចាដោះស្រាយចំនួនហ្នឹងមានភាពស្មុគស្មាញនិងបន្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ 3 អញ្ចឹងចំណុចចុងក្រោយរបស់ខ្ញុំផងដែរគឺនិយាយអំពីផ្នែកសារៈសំខាន់វិញម្ដងអញ្ចឹងផ្នែកសំខាន់ផ្នែកទី1គឺផ្នែកសេដ្ឋកិច្ចទី2ផ្នែកសន្តិសុខនិងទី3ផ្នែកភូមិសាស្ត្រនយោបាយអញ្ចឹងយើងចង់ដឹងថាតើសារៈសំខាន់ផ្នែកសេដ្ឋកិច្ចឬក៏សន្តិសុខហើយនិងភូមិសាស្ត្រនយោបាយហ្នឹងមានន័យគេខ្លះហើយអញ្ចឹងទី1គឺផ្នែកសេដ្ឋកិច្ចចំសេដ្ឋកិច្ចគឺតំបន់នេះត្រូវបានជឿថាមានធនធានប្រេងនិងឧស្ម័នធម្មជាតិដែលខ្ញុំបាននិយាយត្រែងអញ្ចឹងយ៉ាងច្រើនដែលអាចជួយបំពេញតម្រូវការរបស់ធម្មពលនៅក្នុងតំបន់ផ្សេងដែលគេបានទាមទារនឹងហើយលើសពីនេះទៅទៀតក៏វាជាតំបន់នេសាទដ៏សម្បូរបែបផងដែរដែលផ្គត់ផ្គង់អាហារដល់ប្រជាជនរាប់លានអ្នកដែលនៅក្នុងតំបន់នោះហើយចំណុចបន្ទាប់គឺផ្នែកសន្តិសុខវិញម្ដងអញ្ចឹងប្រទេសដែលអាចគ្រប់គ្រងតំបន់នេះបានគឺមានសមត្ថភាពអាចត្រួតពិនិត្យចលនានាវាពាណិជ្ជកម្មឬក៏នាវាយោធាផ្សេងដូច្នេះប្រទេសជាច្រើនបានបង្កើតកម្លាំងកងទ័ពសាងសង់កោះសព្វនិមិត្តនិងបង្កើនសកម្មភាពល្បាតនៅជុំវិញកោះនឹងជារឿយហើយចំណុចទី3គឺផ្នែកភូមិសាស្ត្រនយោបាយវិញម្ដងអញ្ចឹងភូមិសាស្ត្រនយោបាយសមុទ្រចិនខាងត្បូងគឺជាផ្លូវដែលដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ដែលទំនិញជាច្រើនជុំវិញពិភពលោកហ្នឹងបានឆ្លងកាត់តំបន់នោះអញ្ចឹងបើសិនបើមានចំនួនឬការរាំងស្ទះវាជាការប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ពិភពលោកនិងតម្លៃប្រេងនិងឧស្ម័នឬក៏សេដ្ឋកិច្ចអន្តរជាតិផ្សេងផងដែរអញ្ចឹងសរុបមកវិញសមុទ្រចិនខាងត្បូងមិនមែនគ្រាន់តែជាតំបន់សមុទ្រធម្មជាតិទេប៉ុន្តែជាតំបន់ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះផ្នែកសេដ្ឋកិច្ចសន្តិសុខនិងភូមិសាស្ត្រនយោបាយដោយដែលខ្ញុំបាននិយាយពីដំបូងមកអញ្ចឹងនេះហើយជាមូលហេតុដែលមហាអំណាចនិងប្រទេសដែលពាក់ព័ន្ធហ្នឹងនៅតែបន្តយកចិត្តទុកដាក់និងព្យាយាមការពារផលប្រយោជន៍នៅតំបន់សមុទ្រខាងត្បូងហ្នឹងសួស្តីបងអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលតកតងអំពីទូនាទីរបស់ UN ក្នុងការដោះស្រាយចំនួនសមុទ្រចិនខាងត្បូងអញ្ចឹងខ្ញុំមានមួយសំណួរសួរទៅកាន់បងតើ UN មានទូនាទីអ្វីខ្លះក្នុងការដោះស្រាយចំនួនចិនខាងត្បូងតើបងយល់យ៉ាងណាដែរ អញ្ចឹងខ្ញុំអរគុណសម្រាប់សំណួររបស់បងអញ្ចឹងខ្ញុំឃើញថាទូនទីរបស់ UN Close ហ្នឹងគឺមានសារៈសំខាន់មែនទែនក្នុងការដោះស្រាយវិវាទក៏ដូចជាតំបន់នៅតាមសមុទ្រចិនខាងត្បូងហ្នឹងដែលទី1គឺកំណត់ផែនការកំណត់ដែនដីនៃសមុទ្រទាំងអស់ហ្នឹងក៏ដូចជាកំណត់សិទ្ធិសេរីភាពមួយចំនួនដើម្បីឲ្យប្រទេសដែលជាសមាជិកនៅតាមតំបន់ហ្នឹងគាត់អាចគ្រប់គ្រងទីតាំងរបស់គាត់ឬក៏តំបន់ដែនសមុទ្រទាំងអស់ហ្នឹងទី2គឺជាមូលដ្ឋានច្បាប់មួយដែល UN Close ហ្នឹងក្នុងការដោះស្រាយវិវាទហ្នឹងដោយសន្តិវិធីទី3គឺជាយន្តការច្បាប់ដូចគ្នាដែលគាត់បញ្ជូននៅវិវាទទាំងអស់ហ្នឹងទៅកាន់តុលាការកណ្ដាលឬក៏អាជ្ញាកណ្ដាលឬក៏តុលាការអន្តរជាតិនៃ UN Close ហ្នឹងក្នុងការដោះស្រាយវិវាទទាំងអស់ហ្នឹងមួយវិញទៀតការពារសេរីភាពជាមូលដ្ឋានមួយដែលប្រទេសជាសមាជិកទាំងអស់ហ្នឹងគឺគាត់អាចប្រើប្រាស់សិទ្ធិទាំងអស់ហ្នឹងដោយសេរីភាពតាមច្បាប់អន្តរជាតិនិងចុងក្រោយហ្នឹងគឺបង្កើនក៏ដូចជាពង្រឹងលើកកម្ពស់តាក់ទងជាមួយនឹងសន្តិភាពក៏ដូចជាតាក់ទងជាមួយនឹងការដោះស្រាយវិវាទទាំងអស់ហ្នឹងដោយសន្តិវិធីអរគុណបងសម្រាប់ចម្លើយដ៏ក្បោះក្បាយរបស់បងអញ្ចឹងក្រៅពីទូនាទីរបស់ UN Close ហ្នឹងតើបងយល់យ៉ាងណាចំពោះសារក្រមអាជ្ញាកណ្ដាលឆ្នាំ2016រវាងហ្វីលីពីននិងចិនដែរអូខេបងអញ្ចឹងអរគុណសម្រាប់សំណួរហ្នឹងបងដែរយើងឃើញថាសារក្រមនៅឆ្នាំ2016រវាងចំនួនចិននិងហ្វីលីពីនហ្នឹងជាចំណុចមួយដ៏សំខាន់មែនទែនយើងឃើញថាវាជាសេចក្តីសម្រេចមួយដែលមានសារៈសំខាន់ខ្លាំងមែនទែនរវាងចំនួនទាំងពីរតំបន់ហ្នឹងយើងឃើញថាចិនគាត់ព្យាយាមទាមទារក្នុងការគ្រប់គ្រងតំបន់មួយចំនួនដូចជាតំបន់របស់គាត់ដែលគាត់បានទាមទារហ្នឹងដែលហៅថាខ្សែបន្ទាត់9ហ្នឹងដែលចិនទាមទារប៉ុន្តែយើងឃើញថាខ្សែបន្ទាត់ឬក៏តំបន់មួយហ្នឹងគឺមិនមានស្ថិតនៅក្រោមច្បាប់អន្តរជាតិឬក៏ច្បាប់ UN Close ទេជាហេតុធ្វើឲ្យចិនហ្នឹងអត់អាចទទួលបាននៅការគ្រប់គ្រងមួយហ្នឹងអញ្ចឹងហើយចិនអត់ស្របយល់តាមទៅនឹងការសម្រេចនៃសារក្រមឆ្នាំ2016ហ្នឹងទេជាហេតុធ្វើឲ្យចិនហ្នឹងបដិសេធក្នុងការអនុវត្តនៅច្បាប់អន្តរជាតិទាំងអស់ហ្នឹងអញ្ចឹងទៅយើងឃើញថាប្រសិទ្ធភាពក៏ដូចជាការអនុវត្តច្បាប់អន្តរជាតិនៃសារក្រមមួយហ្នឹងគឺនៅមានកម្រិតនៅឡើយក៏ដូចជានៅតែមានចោតជាបញ្ហាជាហេតុធ្វើឲ្យ
សារក្រមទាំងអស់របស់ UN Close ហ្នឹងគឺទាមទារឲ្យរដ្ឋជាសមាជិកឬក៏ភាគីជាសមាជិកទាំងអស់ហ្នឹងគឺគាត់ត្រូវតែរក្សានៅការចរចាការធ្វើកិច្ចការព្រមព្រៀងក៏ដូចជាអនុវត្តច្បាប់តាមអន្តរជាតិផងដែរ ដោយតែបងបានលើកឡើងអញ្ចឹងការអនុវត្តរបស់ UN Close ហ្នឹងនៅប្រសិទ្ធភាពហ្នឹងរបស់គាត់ហ្នឹងនៅមានកម្រិតតើនៅមានបញ្ហាប្រឈមអីនៅពីក្រោយហ្នឹងទៀតបង ចាំបងអរគុណសម្រាប់ចឹងយើងឃើញថាដែនអធិបតេយ្យភាពក៏ដូចជាការអនុវត្តនៅច្បាប់អន្តរជាតិហ្នឹងគឺតែងតែនៅមានកម្រិតទេដោយសារតែនៅក្នុងនោះមានបញ្ហាប្រឈមជាច្រើននៅពីក្រោយហ្នឹងយើងឃើញថាការគោរពនៅសេចក្តីសម្រេចរបស់ចិនដែលយើងឃើញថាមានការបដិសេធរបស់ចិនហ្នឹងគឺវានៅតែចោទមានជាបញ្ហាមួយចំនួនដែលធ្វើឲ្យការអនុវត្តមួយហ្នឹងគឺមិនមានប្រសិទ្ធភាពល្អនៅឡើយទេនិងមួយវិញទៀតគឺការទាមទារអធិបតេយ្យភាពនៃការគ្រប់គ្រងនៅតាមតំបន់ទ្រុស៊ីគ្នារវាងប្រទេសចិនមានដូចជាចិនហ្វីលីពីនប្រុយណេម៉ាឡេស៊ីក៏ដូចជាតៃវ៉ាន់ផងដែរមួយវិញទៀតគឺការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយអញ្ចឹងយើងឃើញថាដោយសារតែមានការចូលខ្លួនរវាងប្រទេសមហាអំណាចយើងឃើញថាប្រទេសកំពុងអភិវឌ្ឍនិងប្រទេសអភិវឌ្ឍក៏ដូចជាប្រទេសមហាអំណាចវាទាំងអស់ហ្នឹងក៏ជាកត្តាមួយដែលជះឥទ្ធិពលទៅកាន់ការអនុវត្តភូមិសាស្ត្រនយោបាយនឹងដែរនិងមួយវិញទៀតគឺយន្តការកង្វះនៃយន្តការក្នុងការចាប់បង្ខំយើងឃើញថា UN Close គឺគាត់អាចមានអំណាចក្នុងការបង្ខំរដ្ឋភាគីនីមួយៗនឹងក្នុងការអនុវត្តច្បាប់អន្តរជាតិបានទេនិងមួយវិញទៀតគឺការកសាងកោះសម្បត្តិនិមិត្តការកសាងកោះសម្បត្តិនិមិត្តក៏ដូចជាកម្លាំងយោធាមួយចំនួននៅតាមតំបន់កោះមួយហ្នឹងគឺធ្វើឲ្យបំបត្តិនៅទំនុកចិត្តរបស់ប្រទេសដែលជាសមាជិកទាំងអស់ហ្នឹងក៏ដូចជាការដែលមិនទុកចិត្តនឹងការកង្វះនៅកិច្ចសហប្រតិបត្តិការរវាងគ្នាផងដែរដែលមានការរួមទាំងការពន្យាពេលនៃកិច្ចសហប្រតិបត្តិការចឹងហើយវាជាបញ្ហាចោទមានដែលធ្វើឲ្យ UN Close មិនអាចអនុវត្តនៅច្បាប់អន្តរជាតិរបស់គាត់ហ្នឹងឲ្យបានរលូនដូចគ្នានឹងហើយបងដោយអ្នកទាំងអស់គ្នាបានដឹងអញ្ចឹង UN Close គឺជាអនុសញ្ញាមួយរបស់អង្គការសហប្រជាជាតិដែលគេស្ដីអំពីច្បាប់សមុទ្រហើយ UN Close នេះផងដែរគឺជាផ្នែកមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយនៅចំនួនខាងផ្លូវសមុទ្រក៏ដូចជាកាត់បន្ថយនៅភាពតានតឹងផ្សេងៗជាពិសេសជួយសម្រួលទៅលើខាងផ្នែកដឹកជញ្ជូនខាងពាណិជ្ជកម្មខាងផ្លូវសមុទ្រតែម្ដងក្រៅពីនេះយើងឃើញថាអាស៊ានហើយនិងអង្គការសហប្រជាជាតិ UN ហ្នឹងក៏គាត់មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយសម្រួលក៏ដូចជាដោះស្រាយនៅរវាងចំនួនចិនសមុទ្រខាងត្បូងនោះដោយសន្តិវិធីមួយវិញទៀតវាក៏ជាផ្នែកមួយដែលជួយជំរុញឲ្យប្រទេសទាំងឡាយក៏ដូចជារដ្ឋទាំងឡាយហ្នឹងចូលរួមដោះស្រាយដោយសន្តិវិធីហើយប្រើយន្តនាការការទូតក៏ដូចជាច្បាប់អន្តរជាតិផ្សេងៗនិងជាពិសេសប្រើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហ្នឹងដោយរលូនដោយគ្មានចំនួនណាមួយក្នុងការកាត់បន្ថយភាពតានតឹងដោយអ្នកទាំងអស់គ្នាដឹងចឹងដែលមិនអេសិតរបស់យើងក៏បានលើកឧទាហរណ៍ក៏ដូចជាជាក់ស្ដែងករណីជាក់ស្ដែងកាលពីចំនួនឆ្នាំ2016ដែលយ៉ាងពីសារក្រម2016ចំនួនរវាងហ្វីលីពីនហើយនិងចិននឹងតែម្ដងដែលគេសម្រេចថាដែលគេកំណត់ថា9 deadline របស់ចិនហ្នឹងវាមិនមែនជាផ្នែកមួយស្ថិតនៅក្រោមសារក្រមច្បាប់របស់ UN Close ប៉ុន្តែយើងឃើញថាទោះជាយ៉ាងណាក៏ដោយក៏ UN Close ហ្នឹងគាត់អាចបានបង្ខិតបង្ខំឲ្យរដ្ឋហ្នឹងគាត់ត្រូវតែអនុវត្តទៅតាមគោលការណ៍របស់ UN Close ឯងហើយលើពីនេះយើងឃើញថាជាក់ស្ដែងចិនហ្នឹងក៏គាត់នៅតែទាមទារអនុវត្តនៅសារក្រមរបស់គាត់ក្នុងឆ្នាំ2016នឹងនៅដដែលលើពីនេះទៅទៀតបញ្ហានៃចំនួនហ្នឹងវាមិនមែនផ្ដោតសំខាន់ទៅលើបញ្ហានៃតាមមុខទេគឺវាផ្ដោតសំខាន់ទៅលើបញ្ហាដែលពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍រវាងសេដ្ឋកិច្ចសន្តិសុខនិងភូមិជាពិសេសភូមិសាស្ត្រនយោបាយនៅតែម្ដងដើម្បីអនុវត្តច្បាប់ UN Close នឹងឲ្យវាមានប្រសិទ្ធភាពអញ្ចឹងត្រូវអនុវត្តនៅតែតាមកត្តាសំខាន់ក៏ដូចជាគោលការណ៍មួយចំនួនដូចជាទី1គ្រាន់ទាំងអស់ហ្នឹងត្រូវតែមានការគោរព UN Close ក៏ដូចជាសាលក្រមអន្តរជាតិដើម្បីធានាថាការទាមទាររបស់ភាគីទាំងអស់ហ្នឹងត្រូវក៏ដូចជាស្របទៅតាមច្បាប់អន្តរជាតិដែលគេបានកំណត់ទី2ការចរចាដោយសន្តិវិធីទី2ការចរចាដោយសន្តិវិធីអញ្ចឹងភាគីដែលមានចំនួនទាំងអស់ហ្នឹងត្រូវតែចូលរួមក្នុងការដោះស្រាយចំនួនទាំងអស់ហ្នឹងក្នុងការពិភាក្សាក៏ដូចជាចរចាជៀសវាងការប្រើប្រាស់ដោយប្រើកម្លាំងហើយទី3ផ្ដោតសំខាន់ទៅលើទូនាទីរបស់អាស៊ានហើយនិងទូនាទីរបស់ UN តែម្ដងអញ្ចឹង UN និងអាស៊ានហ្នឹងគឺជាផ្នែកមួយដែលទូនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលក៏ដូចជាដោះស្រាយ
ចំនួនរវាងក្នុងចំនួនរវាងរដ្ឋនិងរដ្ឋក៏ដូចជានៅក្នុងដែនសមុទ្រនេះតែម្ដងចុងក្រោយទេគឺទាក់ទងជាមួយនឹងការកសាងទំនុកចិត្តអញ្ចឹងកាលណាតែប្រទេសទាំងអស់ហ្នឹងគាត់ព្យាយាមក្នុងការតទល់គ្នាក្នុងការស្វែងរកដំណោះស្រាយរួមគ្នាក៏ដូចជាធ្វើការកិច្ចចរចារួមគ្នាក្នុងការដោះស្រាយចំនួនហ្នឹងអញ្ចឹងធ្វើឲ្យប្រទេសទាំងអស់ហ្នឹងកាន់តែមានទំនុកចិត្តកាន់ឡើងហើយជាពិសេសអាចកសាងកិច្ចសហប្រតិបត្តិការខាងផ្នែកកងទ័ពជើងទឹកក៏ដូចជាជើងគោកក្នុងការកសាងនៅរក្សានៅដែនអធិបតេយ្យភាពក៏ដូចជាធនធានធម្មជាតិដែលនៅក្នុងដែនសមុទ្រនេះតែម្ដងសរុបមកវិញទូនាទី UN Close ហ្នឹងគឺជាផ្នែកមួយយ៉ាងសំខាន់ដែលវាទាមទារឲ្យមានការចូលរួមពី UN Close តែម្ដងហើយនឹងអាស៊ានក៏ដូចជាខាងផ្នែកអង្គការសហប្រជាជាតិក្នុងការចូលរួមដោះស្រាយចរចាក្នុងកិច្ចពិភាក្សាក្នុងចំនួននេះដើម្បីរក្សាបាននូវសុខសន្តិភាពនិងសេរីភាពជាពិសេសខាងផ្នែកដែនសមុទ្រនេះតែម្ដងដូច្នេះជាចុងបញ្ចប់អរគុណអ្នកគ្រូនិងអរគុណអ្នកទាំងអស់គ្នាក្នុងការតាមដានទស្សនានៅវីដេអូមួយនេះបើសិនជាមានកំហុសខុសឆ្គងអីសូមអភ័យទោសមកដល់ពួកយើងទាំងអស់គ្នាផងហើយ